บางคนบอกนี่แต่บาบอหอดองមានដែលសង្កេតមើលផ្លាកសញ្ញាតាមដងផ្លូវអត់តើផ្លាកសញ្ញានេះចង់ប្រាប់អីដល់យើងទាំងអស់គ្នាបាទតោះអញ្ចឹងថ្ងៃហ្នឹងយើងទៅមើលផ្លាកសញ្ញាសំខាន់ៗ3ធំដែលយើងជួបជាញឹកញាប់ទាំងអស់គ្នាទី1នេះគឺកន្លែងសម្រាប់អ្នកថ្មើរជើងឆ្លងកាត់អញ្ចឹងបើសិនបងប្អូនធ្វើដំណើរតាមដងផ្លូវហើយឃើញផ្លាកសញ្ញាចរាចរណ៍មានពណ៌ខៀវមានមនុស្សដើរនៅលើគំនូសហ្នឹងគឺបងប្អូនបន្ថយល្បឿននិងត្រៀមលក្ខណៈឈប់ដើម្បីផ្ដល់អត្ថប្រយោជន៍ទៅដល់អ្នកដើរឆ្លងកាត់ជាមុនបាទទី2នេះគឺផ្លាកសញ្ញាហាមឃាត់ហាមរថយន្តដឹកទំនិញធុនធំចូលអញ្ចឹងបើសិនបងប្អូនធ្វើដំណើរតាមដងផ្លូវឃើញផ្លាកសញ្ញានេះមានន័យថាមិនអនុញ្ញាតឲ្យឡានដឹកទំនិញឬក៏កុងតឺន័រចូលទៅទេអាចទី1ដោយសារតែផ្លូវចង្អៀតទី2ងាយកកស្ទះហើយទី3អាចស្ថានភាពផ្លូវហ្នឹងมันអាចទ្រនៅទម្ងន់ឡានបានបាទទី3នេះគឺសញ្ញាប្រុងប្រយ័ត្ននៅផ្លូវបំបែកខាងមុខអញ្ចឹងបើសិនបងប្អូនធ្វើដំណើរតាមដងផ្លូវឃើញផ្លាកសញ្ញាមួយនេះពុកម៉ែបងប្អូនប្រុងប្រយ័ត្នបន្ថយល្បឿនព្រោះអាចមានរថយន្តមកពីគ្រប់ទិសដូចនេះសូមមានការប្រុងប្រយ័ត្នខ្ពស់មុននឹងឆ្លងកាត់គ្រប់ផ្លាកសញ្ញាចរាចរណ៍គឺដើម្បីសុវត្ថិភាពខ្លួនឯងនិងអ្នកដទៃសូមអរគុណសូមជម្រាបលា